តថ្ងៃនេះយើងមកនិយាយតាក់ទងទៅនឹងក្លឹបបាល់ទាត់ Nottingham Forest ដែលប្រធានក្លឹបបានសាងកំហុសមួយដ៏ធ្ងន់ធ្ងរខ្លាំងមែនទែនមូលហេតុហ្នឹងគឺការពីរដូវកាល2024-25ក្រោមការដឹកនាំរបស់លោក Nuno Espirito Santos គ្រូបង្វឹកជនជាតិប៉ូទុយហ្គាល់ IQ ហ្នឹងគាត់បានជួយឲ្យ Nottingham Forest ស្គាល់នៅភាពរុងរឿងសារជាថ្មីបាទបន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ7នៅ Premier League ហើយបានកៅអីទៅលេងពានរង្វាន់ Europa League នៅក្នុងឆ្នាំ2025-26នេះបាទប៉ុន្តែពេលហ្នឹងគ្រាន់តែចប់រដូវកាលភ្លាមការប្រកួតទី38ដែលចាញ់ Chelsea 1-0 ហ្នឹងប្រធានក្លឹប Nottingham Forest ពាក់អាវសហ្នឹងគឺលោក Evangelos បាទជនជាតិក្រិចដែលមានថវិកា5 billion ដុល្លារហ្នឹងគាត់រត់ចូលទីលានហ្មងបាទចប់ការប្រកួតភ្លាមចាញ់ Chelsea ភ្លាមគាត់រត់ចូលទីលានភ្លាមហើយគាត់មកនិយាយជាមួយប្រធានក្លឹបនិយាយជាមួយនឹងគ្រូបង្វឹកគឺលោក Nuno តែម្ដងបាទគាត់ថាហេតុអ្វីបានជាចាញ់ការប្រកួតហ្នឹងហេតុអ្វីបានជាមិនបានកៅអីទៅលេង Champions League បាទពេលហ្នឹងគឺបើសិនជា Nottingham Forest ឈ្នះអាចបានកៅអីទៅវគ្គជម្រុះ Champions League អញ្ចឹងគាត់រត់មកទៅមកមិនបានអត់បានកៅអី Champions League ចឹងបាន Europa League គាត់អត់សុខចិត្តនោះទេបាទគាត់អត់សុខចិត្តទេទាំងដែលក្លឹបទើបតែឡើងពីលីកទី2មកដែលគេរំពឹងថានឹងធ្លាក់ទៅវិញបែរជាលោក Nuno នេះស្រោចស្រង់ក្លឹបមកបានលេខ7លេង Europa League គាត់អត់សុខចិត្តទៀតបាទអញ្ចឹងក៏ពេលហ្នឹងក៏មានសារព័ត៌មាននិយាយច្រើនដែរប៉ុន្តែលោក Nuno ហ្នឹងគាត់បែរជានិយាយថាតំណែងតំណងគាត់ជាមួយនឹងប្រធានក្លឹបមិនជាមានបញ្ហាទេបាទវាអាចថាប៉ះពាក្យសម្ដីគ្នាតិចតួចចឹងវាមិនអីទេអញ្ចឹងចូលដល់រដូវកាល2025-26នេះក្លឹបអត់មានបានទិញ Superstar ណាឲ្យមកទេទិញកីឡាករល្មមទេបាទអញ្ចឹងលេងចាប់ផ្ដើមរដូវកាលថ្មីឈ្នះ1ស្មើហើយចាញ់បាទពេលហ្នឹងគឺប្រធានក្លឹបអត់សប្បាយចិត្តទៀតហាក់មិនមកដល់រដូវកាលថ្មីនេះមិនអត់ល្អអញ្ចឹងបាទរំពឹងថាល្អដោយសារតែខ្ញុំបញ្ជាក់អ្នកនរគ្នាទៀតណានៅពេលដែលទីផ្សារដោះដូរកីឡាករហ្នឹងក្លឹប Luke Elanga ដែលជាអ្នកនាំលេងឲ្យ Nottingham Forest ទៀតអញ្ចឹងក្លឹប Luke Elanga ដែលជាអ្នកនាំលេងហើយរំពឹងថានឹងធ្វើបានល្អដូចរដូវកាលមុនទាំងដែលក្លឹបយើងមើលសមាជិកកីឡាករឆ្នាំមុនខ្ញុំអាចថាវាជាលក្ខណៈថាក្រុមដូចជាឆ្នាំហ្នឹងឆ្នាំហេងហ្មងយើងមើលដូច Leicester City ឆ្នាំ2016ឈ្នះ Premier League ហ្នឹងអាចថាឆ្នាំហ្នឹងជាឆ្នាំហេងលេងមិនក៏ល្អសុទ្ធមិនក៏ចោប៉ុន្តែរដូវកាលថ្មីលក់ Superstar ចេញហើយរំពឹងថាល្អទៀតមិនអាចទេបាទដល់ពេលលេងបាន4ប្រកួតថ្ងៃចុងក្រោយហ្នឹងគឺចាញ់ West Ham បាទចាញ់ West Ham ហ្នឹងខ្ញុំមើលផ្ទាល់មកសាច់បាន Nottingham Forest គ្រប80នាទីលបោតតាន់ចុងម៉ោងឯងធ្វើឲ្យបែករោតែហ្មងចាញ់ 3-0 ពេលហ្នឹងគ្រាន់តែចាញ់ 3-0 ភ្លាម owner របស់ Nottingham Forest ប្រកាសចែកផ្លូវគ្នាជាមួយនឹងលោក Nuno Espirito Santos គ្រូបង្វឹកជនជាតិប៉ូទុយហ្គាល់ភ្លាមពេលនោះខ្ញុំក៏ភ្ញាក់ផ្អើលដែរគ្រាន់តែឃើញដំណឹងនឹងភ្លាមបាទហើយអ្នកគ្រប់គ្រង Nottingham Forest ជាច្រើនក៏ភ្ញាក់ផ្អើលដែរថាប្រធានក្លឹបហ្នឹងកំពុងតែចង់បានអីឥឡូវក្លឹបគាត់ជួយបានប៉ុណ្្នឹងហើយគួរអរគុណគាត់បែរជាមិនអរគុណគាត់ចង់ស្ដីបន្ទោសគាត់ទៀតបាន Europa League ឯងរកអីទៀតឥឡូវហើយរដូវកាលថ្មីនេះទោះបីជាចាញ់មែនប៉ុន្តែសាច់បាគឺល្អបាទពេលហ្នឹងគឺគាត់មិនសុខចិត្តនោះទេគាត់បានចែកផ្លូវគ្នាជាមួយនឹងលោក Nuno ហើយភ្លាមនោះគាត់ក៏បានតែងតាំងគ្រូបង្វឹកថ្មីគឺលោក Ange Postecoglou គ្រូបង្វឹកជនជាតិអូស្ត្រាលីដែលជាអតីតគ្រូ Spurs ថតតែណា Spurs ដែលជួយឲ្យ Spurs ឈ្នះ Europa League កាលពីរដូវកាលមុនបាទអញ្ចឹងគាត់តែងតាំងគ្រូបង្វឹកថ្មីជនជាតិអូស្ត្រាលីមកហ្នឹងគាត់រំពឹងថានឹងល្អជាងលោក Nuno មានណា7ប្រកួតក្រោមការដឹកនាំរបស់លោកបាទ Postecoglou អត់ឈ្នះសោះទាំងនៅ Europa League ទាំងនៅ Premier League
ឥឡូវនេះគឺក្រុមបាល់ទាត់ Nottingham Forest ឈរនៅលេខ17លេខ17ហ្នឹងគឺលេខ7ប្រកួតនៅ Premier League ឈ្នះ1ស្មើ2ចាញ់4មាន5ពិន្ទុតែប៉ុណ្ណោះបាទលេខ17ហើយតំបន់កាត់ចោលនោះគឺលេខ18លេខ19និងលេខ20អញ្ចឹងលេខ17ហើយអ្នកគ្រប់គ្រងក៏កំពុងតែដៅកាហាយជាមួយនឹងលោក Postecoglou ដែរថា7ប្រកួតអត់ឈ្នះសោះឥឡូវហ្នឹងចង់ដឹកនាំអីទៀតហើយគេក៏បានទៅស្ដីបន្ទោសឲ្យប្រធានក្លឹបរបស់ Nottingham Forest ដែរដែលបានធ្វើរឿងមិនគប្បីលោក Nuno ជួយបានច្រើនណាស់ហេតុអ្វីបានជាបណ្ដេញគាត់ចេញពីតំណែងទោះបីជាទើបតែចាប់ផ្ដើមរដូវកាលថ្មីចាញ់2ប្រកួត3ប្រកួតសោះដេញគាត់ចេញគាត់ធ្វើល្អយូរហើយនៅតែអត់ត្រូវចិត្តគាត់ទៀតបាទអត់ដូចអ្វីដែលគាត់ចង់បាន Champion League ហើយអត់មើលកីឡាករទេអត់មើលកីឡាករខ្លួនកម្រិតណាឥឡូវឆ្នាំមុនបាន Wood បាទបាន Wood នឹងសុទ្ធចូលច្រើនឆ្នាំនេះ Wood សុទ្ធលេងចូលហ្នឹងអេឡាំងកាអ្នកនាំលេងចេញបាត់ទៅ Newcastle បាត់អញ្ចឹងអ្នកចំនួនមកថ្មីអត់កើតខ្សែការពារបាទ William ឯហ្នឹងគាត់ឆ្នាំមុនគាត់ល្អឆ្នាំនេះគាត់លេងមិនល្អទេបាទយើងមើល Leicester one season wonder បាទល្អតែមកដល់កាយដូច Nottingham Forest អញ្ចឹងប៉ុន្តែបើសិនជាមានលោក Nuno នៅដឹកនាំខ្ញុំគិតថាសាច់បាសល្អឥឡូវហ្នឹងចាញ់ហើយសាច់បាសអន់ទៀតការលោក Nuno នៅដើមរដូវកាលចាញ់មែនប៉ុន្តែសាច់បាស Nottingham Forest ល្អបាស counter ចង្វាក់ one two លេង build up ពីខាងក្រោមល្អប៉ុន្តែឥឡូវនេះគឺជ្រោហួសអស់ទៅហើយបាទលោក Nuno ហ្នឹងឥឡូវគាត់ទៅដឹកនាំ West Ham បាទ West Ham កំពុងតែដុនដាបគាត់ទៅដល់ជួយបានតិចតួចដែរមិនជួយបានខ្លាំងទេដោយសារតែកីឡាករពីមុនហ្នឹងគឺដឹកនាំគ្រូផ្សេងអញ្ចឹងគាត់ទៅកែមិនតាន់រួចរាល់ទេអញ្ចឹងនេះគឺជារឿងរ៉ាវមួយចំនួនតាក់ទងទៅនឹងក្លឹបបាល់ទាត់ Nottingham Forest ដែលប្រធានក្លឹបធ្វើរឿងដ៏ខុសតែហ្មងបាទរឿងហ្នឹងខុសខ្លាំងមែនទែនគាត់មិនទុកចិត្តគ្រូបង្វឹកបាទគ្រូបង្វឹកជួយបានប៉ុណ្្នឹងហើយគាត់នៅចង់បានលើសនឹងទៀតគាត់ចង់បានខ្លាំងជាងនឹងទៀតហើយក្លឹប Nottingham Forest រត់តែធ្លាក់ទៅលេខទី2សោះហ្នឹងបានលេង Europa League អីនៅអត់សុខចិត្តទៀតបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀត